មុខម្ហូបខ្ញុំថ្ងៃហ្នឹងបងប្អូនចំណាយលុយអស់តែ 4000 លុយខ្មែរទេបងប្អូនដោយសារតែគ្រឿងផ្សំគោវាគឺមានតែស្បែកជ្រូកហ្នឹងបងប្អូនគ្រឿងក្រៅផ្សេងគឺយើងមាននៅផ្ទះស្រាប់ហើយបងប្អូនយើងទិញតែស្បែកជ្រូកហ្នឹងមកយើងលាងសម្អាតវាទៅបងប្អូនហើយពោះស្បែកជ្រូកហ្នឹងបងប្អូនមុននឹងឆាហ្នឹងគឺខ្ញុំបានយកទៅស្ងោរវាឲ្យរៀងផុយបន្តិចឲ្យបងប្អូនមកខ្ញុំយកមកឆាសម្រាប់រសជាតិបងប្អូនចូលចិត្តរសជាតិមិនគឺបងប្អូនដាក់គ្រឿងតាមហ្នឹងណាបងប្អូនហើយចុងក្រោយគេគឺបងប្អូនកុំភ្លេចម្ទេសណាបងប្អូនដោយសារម្ទេសដាក់ដំបូងឡើយគឺវារីឈួលខ្លាំងបងប្អូនចឹងខ្ញុំដាក់ចុងក្រោយដោយសារតែខ្លាចអ្នកចិត្តខាងមកគោះទ្វារបងប្អូនឥឡូវម្ហូបយើងឆ្អិនហើយបងប្អូនសូមធ្វើការភ្លក់ឲ្យបងប្អូនមើលហ្មងណាបងប្អូនដោយសារបាយក្តៅបងប្អូនខ្ញុំធ្វើមាត់ជិបចូលហ្នឹងដោយសារបាយក្តៅរសជាតិឆ្ងាញ់បងប្អូនឈប់គឺឆ្ងាញ់ខ្ញុំស្ងោរអើយស្បែកជ្រូកហ្នឹងគឺល្មមហ្មងបងប្អូនឆ្ងាញ់ខ្លាំងណាស់បងប្អូនប្រៃផ្អែមរសដាក់ម្ទេសហឹលហ្នឹងមកគឺត្រូវគ្នាហ្មងបងប្អូនបើសិនជាយកទៅធ្វើជាគ្រឿងខ្លែបងប្អូនឆ្ងាញ់ខ្លាំងកលេចម្ដងទៀតគឺអស់ហ្មងបងប្អូនមុខម្ហូបមុខហ្នឹងដល់យើងញ៉ាំរៀងរហ័សតិចបាយបងប្អូន